ឪពុករបស់ជនសង្ស័យបង្កហេតុស្លាប់6នាក់នៅបាត់ដំបងបញ្ជាក់ថាកូនរបស់លោកបាត់ខ្លួនទៅហើយលោកស៊ីវសុជាតិស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលត្រូវជាឪពុកបង្ការរបស់ម្ចាស់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅបាត់ដំបងបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតរហូតដល់6នាក់បានចូលខ្លួនបំភ្លឺហើយនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដោយលោកបញ្ជាក់ថារហូតមកដល់ពេលនេះកូនប្រុសរបស់លោកក៏នៅតែមិនទាន់រកឃើញនៅឡើយទេខណៈដែលសមត្ថកិច្ចថាមិនទាន់យកជាការបាននោះឡើយបើតាមការបង្ហើបឲ្យដឹងពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថាកាលពីល្ងាចថ្ងៃទី30ខែមិនិនាឆ្នាំ2026ម្សិលមិញនេះលោកស៊ីវសុជាតិស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលត្រូវជាឪពុករបស់ស៊ីវជ័យសិទ្ធដែលជាម្ចាស់រថយន្តបង្កគ្រោះថ្នាក់បុកស្លាប់មនុស្សចំនួន6នាក់នៅស្រុកមោងរស័យបានចូលខ្លួនមកបំភ្លឺខ្លះហើយប៉ុន្តែសមត្ថកិច្ចនៅមិនទាន់យកជាការបាននោះទេបើតាមសមត្ថកិច្ចលោកស៊ីវសុជាតិគ្រាន់ឲ្យដឹងថានៅយប់ថ្ងៃទី27ខែមិនិនាគឺប្រពន្ធនិងកូនរបស់លោកបានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តបន្ទាយមានជ័យដោយប្រពន្ធជិះរថយន្តមួយគ្រឿងឯកូនប្រុសជិះរថយន្តមួយគ្រឿងទៀតហើយនៅពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍លោកក៏ពុំបានដឹងរឿងនេះដែររហូតតែប្រពន្ធរបស់លោកប្រាប់ទើបលោកដឹងហើយរហូតមកដល់ពេលនេះកូនប្រុសរបស់លោកក៏នៅតែមិនទាន់រកឃើញនៅឡើយទេលោកស៊ីវសុជាតិក៏បានបន្ថែមថានៅក្នុងរឿងនេះលុះត្រាតែប្រពន្ធរបស់លោកចូលខ្លួនមុខបំភ្លឺទើបយកជាការបានពីព្រោះលោកចង់ដឹងដែរថាតើអ្នកណាជាអ្នកកាន់ចង្កូតបើកបរប៉ុន្តែនៅពេលនេះប្រពន្ធរបស់លោកមានធរៈមិនទាន់ចូលខ្លួនមកបំភ្លឺបាននោះទេសមត្ថកិច្ចក៏បានបញ្ជាក់ថាតាមការបំភ្លឺរបស់លោកស៊ីវសុជាតិនៅមិនទាន់អាចយកជាផ្លូវការបាននៅឡើយដូច្នេះរងចាំឲ្យប្រពន្ធរបស់លោកចូលខ្លួនមកបញ្ជាក់ម្ដងទៀតទើបអាចកំណត់បានថានរណាជាអ្នកបើកបរសូមបញ្ជាក់ថាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខានៅថ្ងៃទី31ខែមិនិនាបានបញ្ជាឲ្យស្នងការរងនគរបាលខេត្តបន្ទាយមានជ័យសហការជាមួយនឹងសមត្ថកិច្ចនាំខ្លួនកូនប្រុសឈ្មោះស៊ីវជ័យសិទ្ធមកទទួលខុសត្រូវចំពោះមុខច្បាប់គណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងអគ្គនាយកដ្ឋានអន្តរប្រវេសន៍បាននឹងកំពុងអនុវត្តបទបញ្ជាដាក់ឈ្មោះជនបង្កនៅក្នុងបញ្ជីខ្មៅមិនឲ្យចាក់ចេញពីប្រទេសបាននោះឡើយនេះបើតាមការឲ្យដឹងរបស់លោករ៉ែនរតនាអ្នកនាំពាក្យរបស់ឧបនាយករដ្ឋមន្ត្រីសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់នៅលើគណនី Facebook ជាផ្លូវការនារុស្ស៊ីថ្ងៃទី31ខែមិនិនានេះតាមរយៈបទបញ្ជារបស់លោកសសុខាកើតមានឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមសម្ដែងការព្រួយបារម្ភថាជនដែលបើកបររថយន្តម៉ាក Mercedes-Benz ពាក់ស្លាកលេខកម្ពុជា CS 6168ដែលមានឪពុកជាស្នងការរងអាចរួចខ្លួនមិនទទួលទោសតាមច្បាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្ស6នាក់រួមទាំងទារកក្នុងផ្ទៃម្ដាយបាត់បង់ជីវិតបើតាមអ្នកនាំពាក្យនៅថ្ងៃទី31ខែមិនិនានេះលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានណែនាំជាថ្មីម្ដងទៀតឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិនិងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងអនុវត្តការងារនេះឲ្យបានលឿនដើម្បីឈានទៅការឃាត់ខ្លួនជនបង្កលោកសសុខាជួយច្បាស់ថាលោកស្នងការរងក្នុងនាមជាឪពុកប្រកាសជាដឹងថាកូនកំពុងតែលាក់ខ្លួននៅទីណាជុំវិញករណីនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនៅព្រឹកថ្ងៃទី31ខែមិនិនានេះបានអះអាងអំពីការចេញបទបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុតិធម៌និងអគ្គស្នងការនគរបាលជាតិត្រូវតែស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុតនិងរកឲ្យឃើញអ្នកដែលបើករថយន្តពិតប្រាកដដែលបុកមនុស្សស្លាប់ទាំង6នាក់នេះហើយអនុវត្តតាមច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះសម្ដេចធិបតីក៏បានបញ្ជាក់ច្បាស់កាលពីព្រឹកថ្ងៃទី31ខែមិនិនាថាការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយក្រោមស្ថានភាពស្រវឹងដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃនឹងត្រូវទទួលទោសតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងដោយបានអនុវត្តនៅពេលកន្លងមក